ការថែរក្សានិងការពារប្រភពទឹកដើម្បីថែរក្សានិងការពារប្រភពទឹកឲ្យស្ថិតបានទោះលោកគ្រូអ្នកគ្រូខ្ញុំជាថ្នាក់ទី3កនៃសាលាអន្តរជាតិ Skyline សាខាចំការដងថ្ងៃនេះខ្ញុំនិយាយពីការថែរក្សានិងការពារប្រភពទឹកដើម្បីថែរក្សានិងការពារប្រភពទឹកឲ្យស្ថិតបានយូរអង្វែងយើងគ្រប់គ្នាមិនត្រូវបន្តបងឬសង់បង្គន់ក្បែរប្រភពទឹកមិនត្រូវចោលសម្រាមឬកាកសំណល់ផ្សេងទៅប្រភពទឹកមិនត្រូវបង្ហូរទឹកកខ្វក់ទៅក្នុងប្រភពទឹកមិនត្រូវប្រើប្រាស់ថ្នាំឬជីគីមីសម្រាប់កសិកម្មទេមិនត្រូវកាប់បំផ្លាញព្រៃឬតាមស្ទឹងទន្លេឡើយយើងត្រូវថែទាំបរិវេណនិងការបរិវេណប្រភពទឹកឲ្យមានអនាម័យសូមអរគុណសូមជម្រាបលាបាយបាយ